ហើយវាក៏ជាគុណសម្បត្តិមួយដែលពេលប្រឡងបែបដែរគឺវាពិតជាសំខាន់មែនតើលោកគ្រូអ្នកគ្រូបានពន្យល់ពី concept នៃមេរៀនបានគាត់ធ្វើឲ្យយើងធ្វើលំហាត់អញ្ចឹងធ្វើឲ្យយើងយល់មេរៀនបានល្អហើយចាស់ចាំបានយូរទៀតសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះលាវអេនជេឡាគឺជាអតីតសិស្សនីតិ A នៅឆ្នាំ2024ហើយបច្ចុប្បន្នគឺជាសិស្សនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលអញ្ចឹងមុននឹងខ្ញុំបានចូលមកទទួលបានការបណ្ដុះបណ្ដាលពីសាលា V2 ហ្នឹងគឺខ្ញុំជួបនៅឧបសគ្គមួយចំនួនដូចជាការយកការចាំធំជាងការយល់មានន័យថាពេលខ្ញុំអត់យល់មេរៀនអីមួយគឺខ្ញុំសុខចិត្តទៅវាជាងការយល់ហើយវាធ្វើឲ្យខ្ញុំចាំមេរៀនហ្នឹងបានរយៈពេលខ្លីហើយមួយទៀតគឺខ្ញុំធ្វើលំហាត់អត់តាមសមត្ថភាពរបស់ខ្លួនគឺការយកលំហាត់ដែលធំពេកឬក៏ទូចពេកយកមកធ្វើដែលវាប៉ះពាល់ដល់ការសិក្សារបស់ខ្ញុំហើយមួយទៀតគឺការរៀបចំ schedule ការរៀនអត់បានល្អគឺការរៀនតាមចិត្តចង់ដែលធ្វើឲ្យមានការរអាក់រអួលក្នុងការសិក្សាហើយធ្វើឲ្យបាត់បង់ការ motivation ក្នុងការរៀនប៉ុន្តែបន្ទាប់ពីខ្ញុំបានចូលមកទទួលបានការបណ្ដុះបណ្ដាលក៏ដូចជាការបំពេញពីសាលា V2 ខ្ញុំឃើញថាខ្លួនឯងមានការអភិវឌ្ឍជាងមុនគឺដូចជាមាន schedule រៀនធំធៅជាមួយនឹងលោកគ្រូអ្នកគ្រូហើយក៏ដូចជាមានឯកសារសមរម្យទៅនឹងសមត្ថភាពរបស់យើងហើយលោកគ្រូអ្នកគ្រូបានពន្យល់ពី concept នៃមេរៀនបានគាត់ធ្វើឲ្យយើងធ្វើលំហាត់អញ្ចឹងធ្វើឲ្យយើងយល់មេរៀនបានល្អហើយចាស់ចាំបានយូរទៀតហើយវាក៏ជាគុណសម្បត្តិមួយដែលខ្ញុំបាននាំយកទៅពេលប្រឡងប៉ែតដែរគឺវាពិតជាសំខាន់មែនតើហើយមួយទៀតសម្រាប់ personal opinion ខ្ញុំផ្ទាល់គឺសាលារៀនគួរនេះវាបានជួយខ្ញុំក្នុងជីវិតសិស្សជាវិទ្យាល័យដោយបានជំរុញឲ្យការសិក្សាកាន់តែសប្បាយរីករាយហើយអត់មានសម្ពាធហើយទទួលបាននៅលទ្ធផលល្អទៀតចឹងជាចុងក្រោយខ្ញុំសូម recommend ក៏ដូចជាប្រាប់ជាយោបល់ល្អៗដល់សិស្សប្អូនឲ្យមកសាកល្បងមកទទួលការបំពេញពីសាលារៀន V2 ដើម្បីទទួលបាននៅលទ្ធផលល្អហើយនឹងការសិក្សាមួយដែលប្រកបដោយភាពសប្បាយរីករាយអរគុណ